អូខេថ្ងៃសួស្តីអ្នកទាំងអស់គ្នាជួបគ្នាម្ដងទៀតហើយជាមួយខ្ញុំប៉ាលៀងហើយសម្រាប់ថ្ងៃនេះដែលយើងមកលេងហ្គេមវាយកូនបាល់បាទសម្រាប់ហ្គេមវាយកូនបាល់នេះដែរវាស្រៀងតែប្រភេទហ្គេមដែលខ្ញុំលេងមុនដែរតែដូចជាប្រភេទហ្គេមទាត់បាល់និងហ្គេមវាយសីដូចគ្នាវាអត់មានអីខុសគ្នាទេហើយសម្រាប់ហ្គេមនេះដែរបើសិនជាគ្នាយើងចង់លេងខ្ញុំដាក់លេងនៅខាងក្រោម description ហើយរូបរាងរបស់វាគឺបែបនេះចឹងយើងកុំចាំយូរយើងចូលទៅមើលការលេងរបស់ខ្ញុំហ្មងទៅអូខេបាទយើងចូលភ្លាមជួបហើយបាទនេះអូខេយើងវាយស្ពីបាទដាក់មួយមកអូខេតែបាទនេះគឺគាត់ជា point វាមាន15 point ម្ដងវាស្ពីខាងគេម្ដងចុញគាត់ស្នីតបាត់ហើយបាទអូខេបាទស៊ីទៅវិញរៀងខ្លួនបាទ81អូខេបាទចឹងយើងចាំទៅនេះមកប្រហែលឃើញទឹកដៃគេវាយស្ពីអេមដែរមិនបាញ់វាត្រូវទេអូខេអូខេបាទស៊ីមួយទៀតហើយគេមិនដែរបើយើងស៊ីស្វីសបាន15 point តែបើយើងអត់បានស៊ីស្វីសទេបាន10 point អូខេសម្រាប់ហ្គេមពួកសេរីនេះយើងវាយឆ្វេងវាយស្ដាំដូចគ្នាមកអូខេឥឡូវយើងរ៉ោនទី1យើងបានមួយហើយអូខេបាទគាត់អត់សូវចេះលេងទេបាទគូប្រកួតរបស់យើងអូឈ្នះបាត់ហើយបាទគេចាញ់បាត់ហើយកាលណាឥឡូវយើងលេងមកហ្គេមទៀតទៅអូខេឥឡូវគូប្រកួតយើងមកដល់ហើយបាទសវិខាងគ្នាយើងមកខាងគេមកមុនបាទតែគេចេះលេងបាទអូខេបាទចុចវាយខុសបាទនិយាយថាបាច់ទេបាទដោយសារយើងចុចវាយខុសអូខេខុសទៀតហើយបាទយ៉ាអីគេនេះអូសាក់ skill បាទ skill បាទត្រូវអត់ទេបាទអូខេបាទ skill នេះវាយបាល់ខុសបាទអូខេបាទសំខាន់គេវាយចាញ់គេទេបាទតែឈ្នះបាទដោយសារគេចេញមុនតែគេឈប់លេងអូខេហ្នឹងហើយសម្រាប់ហ្គេមវាយបាល់នេះខ្ញុំលេងតែប៉ុណ្្នឹងទេហ្នឹងហើយបើសិនជាអ្នកគ្នាស្រឡាញ់នឹងចូលចិត្តមើលវីដេអូ Roblox ទៀតសូមកុំភ្លេចចុច like និង subscribe ឲ្យខ្ញុំម្នាក់មួយផងអរគុណច្រើនបាយបាយ